ngàyนี้ផងដែរនាងខ្ញុំមានប្រធានបទមួយចង់មកចែករំលែកជូនពុកម៉ែបងប្អូនតាក់ទងទៅនឹងជំងឺថ្លើមប្រភេទ B ហើយជាដំបូងនាងខ្ញុំចង់បញ្ជាក់ជូនថាតាក់ទងទៅនឹងជំងឺរលាកថ្លើមដែលបង្កឡើងដោយមេរោគគឺមាន5ប្រភេទគឺប្រភេទ A ប្រភេទ B ប្រភេទ C ប្រភេទ D និងប្រភេទ E ហើយខ្ញុំក៏ជឿជាក់ដែរថាពុកម៉ែបងប្អូនប្រកាសជាបានដឹងបានស្គាល់ខ្លះៗហើយតាក់ទងទៅនឹងជំងឺរលាកថ្លើមប្រភេទទាំងអស់នេះហើយក៏ប៉ុន្តែថ្ងៃនេះនាងខ្ញុំសូមលើកយកតែមួយប្រភេទយកមកនិយាយទេគឺតាក់ទងទៅនឹងជំងឺរលាកថ្លើមប្រភេទ B តាក់ទងទៅនឹងជំងឺនេះដែរជាទូទៅការឆ្លងនៅក្នុងដំណាក់កាលដំបូងគឺវាកម្រនឹងស្ដែងចេញនៅអាការៈរោគសញ្ញាធ្វើទុកគួរឲ្យយើងកត់សម្គាល់ខ្លាំងណាស់ក៏ប៉ុន្តែក៏មានអ្នកជំងឺមួយចំនួនតូចដែលអាចស្ដែងចេញនៅរោគសញ្ញាអាការៈដូចជាក្តៅខ្លួនអស់កម្លាំងលហិតលហៃឧស្សាហ៍ចុកឆ្អល់នៅក្នុងពោះហើយមានបញ្ហាវល់មុខក្អួតចង្អោរអ្នកខ្លះក៏អាចចេញទៅជាស្បែកឡើងលឿងភ្នែកឡើងលឿងមានបញ្ហាកទួលរមាស់ឡើងប្រតិតាអីផ្សេងៗជំងឺរលាកថ្លើមប្រភេទ B នេះផងដែរក៏មាន10ប្រភេទតូចៗនៅខាងក្នុងនឹងទៀតគឺមានចាប់តាំងពីប្រភេទ A រហូតដល់ប្រភេទ Z ក៏ប៉ុន្តែគេសង្កេតឃើញថាប្រភេទ C និងប្រភេទ D គឺងាយវិវត្តខ្លួនទៅរកបញ្ហាក្រិនថ្លើមនិងមហារីកថ្លើមច្រើនជាងគេបើសិនបើប្រៀបធៀបទៅនឹងបញ្ហារលាកថ្លើមប្រភេទផ្សេងៗទៀតហើយតាក់ទងទៅនឹងជំងឺរលាកថ្លើមប្រភេទ B នេះដែរកត្តាដែលបង្កឲ្យមានការឆ្លងគឺចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនោះទៅតាមរយៈឈាមតាមរយៈទឹករំអិលតាមរយៈការរួមភេទនិងការប្រើប្រាស់ឧបករណ៍មុតស្រួចគ្នាដូចជាការចាក់សាក់ឬមួយការប្រើសារ៉ាំងឬមួយមកចូលរួមជាមួយនឹងអ្នកជំងឺផងដែរហើយការចម្លងមួយទៀតនោះគឺការឆ្លងពីម្ដាយទៅកូនជាពិសេសគឺនៅក្នុងកំឡុងពេលពពោះនិងពេលទើបតែចាប់ផ្ដើមសម្រាលកូនថ្មីពុកម៉ែបងប្អូនដឹងស្រាប់ហើយថាតាក់ទងទៅនឹងជំងឺក្រិនថ្លើមឬមួយក៏មហារីកថ្លើមវាគឺជាជំងឺមួយដ៏ធ្ងន់ធ្ងរប្រសិនបើជាធម្មតានៅពេលដែលយើងមានបញ្ហារលាកថ្លើមប្រភេទ B រ៉ាំរ៉ៃឬមួយក៏ប្រភេទផ្សេងទៀតក៏ដោយប្រសិនបើយើងទុកវាយើងមិនធ្វើការព្យាបាលឬក៏មិនតាមដានជំងឺនេះវានឹងវិវត្តទៅជាក្រិនថ្លើមឬក៏បើសិនជាក្រិនថ្លើមនោះរ៉ាំរ៉ៃយើងនៅតែបន្តទុកវាទៀតវានឹងវិវត្តទៅដល់បញ្ហាមហារីកថ្លើមតែម្ដងអញ្ចឹងហើយប្រសិនបើវិវត្តដល់ក្រិនឬមួយក៏មហារីកថ្លើមនោះមានន័យថាថ្លើមរបស់យើងបានខូចខាតសើតែទាំងស្រុងបាត់ទៅហើយអញ្ចឹងហើយពុកម៉ែបងប្អូនមិនគួរបន្តទុករហូតដល់ដំណាក់កាលធ្ងន់ធ្ងរបែបនេះទេនៅពេលដែលពិនិត្យឃើញដឹងថាខ្លួនឯងមានបញ្ហាថ្លើមភ្លាមឬមួយក៏ដំបូងឬមួយក៏ចេញរោគសញ្ញាអាការៈដែលគួរឲ្យកត់សម្គាល់ដោយតែបានណែនាំខាងដើមនេះសូមប្រញាប់ធ្វើការព្យាបាលប្រសិនបើពុកម៉ែបងប្អូនកំពុងតែជួបប្រទះនៅបញ្ហាដោយតែបានរៀបរាប់ខាងដើមនេះសូមប្រញាប់ធ្វើការដោះស្រាយកុំបណ្តែតបណ្ដោយឲ្យជំងឺនេះវិវត្តទៅដល់កម្រិតធ្ងន់ធ្ងររហូតដល់ប្រើពាក្យថាស្ដាយក្រោយនាងខ្ញុំសូមណែនាំផលិតផលធម្មជាតិមួយយ៉ាងដែលមានឈ្មោះថា Liva Balance ដែលជាផលិតផលផលិតឡើងពីរុក្ខជាតិធម្មជាតិសុទ្ធ 100% និងជាឯកទេសដោះស្រាយទៅលើបញ្ហាថ្លើមជូនពុកម៉ែបងប្អូនដូចជាការលាងសម្អាតជាតិពុលចេញពីក្នុងរាងកាយបណ្ដុះកោសិកាសាច់ថ្លើមបង្កើតអង្គកការពារថ្លើមបន្សុទ្ធឈាមដោះស្រាយទៅលើបញ្ហាកាពះពោះវៀននិងតម្រងនោមបញ្ហាជាតិពុលក្នុងថ្លើមខ្លាញ់រុំថ្លើមរលាកថ្លើមក្រិនថ្លើមនិងមេរោគថ្លើមធ្ងន់ធ្ងរ ABC ព្រមទាំងជួយការពារទប់ស្កាត់មិនឲ្យកើតជំងឺមហារីកតោះនៅចាំអីទេពុកម៉ែបងប្អូនដាក់ការកំងឥឡូវនេះដើម្បីទទួលយកផលិតផលល្អមានគុណភាពមានការទទួលស្គាល់យ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់ញ៉ាំហើយទទួលបានផលល្អគួរជាទីគាប់ចិត្តបានជាបងឆ្នាំហ្នឹងព្រោះអីខ្ញុំប្រើអស់6កំប៉ុងឥឡូវជំងឺខ្ញុំបានជាដាច់ហើយខ្ញុំទៅពេទ្យមិញដែរទៅយកតេស្តមិញពេទ្យថាបានជាដាច់ហើយឥឡូវមានជំងឺអីទៀតហើយធូរអើយអូនអើយខ្ញុំបានធូរច្រើន30-40% ហើយព្រោះអីពេលដែលអាការៈដែលខ្ញុំឈឺហ្នឹងគឺថាខ្ញុំគ្រុនខ្ញុំហេវហត់ហូបបាយអត់បានអីចឹងហើយខ្ញុំចេះចុកនៅខាងស្ដាំអញ្ចឹងអូនចុកឲ្យទៅវាពើវាឈឺខ្លាំងអញ្ចឹងណាបាទខ្ញុំដាច់ចិត្តទិញហ្នឹងមុនដំបូងខ្ញុំចេះតាមដានមើលថ្នាំអូនឯងរហូតដែរហ្នឹងតែខ្ញុំអត់សូវជឿដែរហ្នឹងដល់ទៅពេលហើយខ្ញុំឈឺខ្លាំងអញ្ចឹងទៅខ្ញុំដាច់ចិត្តសាកអញ្ចឹងណាអូនប៉ុន្តែឥឡូវខ្ញុំបានធូរប្រហែលជា30-40% ហើយអូនអរគុណច្រើនដែរដែលបានឆាតមកសួរណាអូនចាអូនខ្ញុំហូបបាន7ថ្ងៃនេះហើយអូន7ថ្ងៃហើយខ្ញុំទិញមកថ្ងៃទី20ប៉ុន្តែគាត់ថាខ្ញុំយកមកដល់ល្ងាចអញ្ចឹងណាអូនហ្នឹងហើយខ្ញុំហូបបាន7ថ្ងៃហើយទៅវាបានធូរ30-40% ហើយអូនអាចុកទាំងអីហ្នឹងនិយាយរួមទៅធូរហ្មងអូនធូរក្នុងខ្លួនណាខ្ញុំអស់មួយឈុតហ្នឹងឈុតក្រោយប្រហែលជាខ្ញុំទិញឈុតធំហើយអូខ្ញុំធ្លាប់ប្រើឈុតធំបាត់អូនដាក់ទៅបាត់ហ្មងឲ្យមើលដាក់មុនដំបូងចុកអើយពីប្លាស់បាត់ដៃផុតខាងស្ដាំហើយអ៊ុំលេបអស់ពីអស់មួយឈុតធំហ្មងនិយាយរួម5កំប៉ុងដាក់ទៅលេងឈឺហ្មងខ្ញុំបានដាំផ្ញើប្រកែមែនធូរច្រើនណាបងធូរច្រើនណាបងបាត់ស្នាមកទួលរមាស់ហើយអត់សូវលេងចុកទ្រូងទៀតហើយលេងចេញកទួលរមាស់អីចឹងណាគ្រូបានធូរច្រើនទៅហ្នឹងហើយបងអាការៈបាត់ទាំងស្រុងហើយខ្ញុំញ៉ាំអស់មួយកំប៉ុងឥឡូវចូលកំប៉ុងទី2អស់កន្លះទៀតហើយមកកំប៉ុងកន្លះហើយ